តោះថ្នាក់ដឹកនាំទាំងអស់គ្នាតោះយើងរៀនជាមួយគ្នាអំពីការដឹកនាំក្រុមលោកអញ្ចឹងនៅពេលដែលយើងមានគ្រប់យ៉ាងហើយយើងគួរតែមានរឿងមួយទៀតគឺថាតើយើងនឹងបង្កើតក្រុមយើងដោយវិធីណាយើងបង្កើតក្រុមយើងមិនយើងសាងក្រុមលក់របស់យើងមិនអញ្ចឹងតើអរស្រីបងប្អូនទាំងអស់គ្នាជាថ្នាក់ដឹកនាំនឹងសាងក្រុមលក់ដោយវិធីណាហើយចង់បានក្រុមបែបម៉េចមាន DNA បែបម៉េចអញ្ចឹងពីខាងខ្ញុំវិញខ្ញុំចង់ឲ្យជាយោបល់ថាការសាងក្រុមលក់យើងត្រូវប្រយ័ត្នប្រយែងទី1គឺថ្នាក់ដឹកនាំទាំងអស់ត្រូវតែមានចំណេះជំនាញជាក់លាក់ពីការលក់ហើយក៏ចូលចិត្តការលក់គាត់មិនត្អូញត្អែគាត់មានវិន័យហើយចំពោះក្រុមលក់របស់យើងខ្ញុំលើកទឹកចិត្តថាគិតពីអាយុផងអញ្ចឹងយើងបើយកមនុស្សចាស់ពេកវ័យចាស់ពេកគឺលក់អត់កើតទេគាត់គាត់ស្រឡាញ់ប្រាក់ខែជាងអញ្ចឹងយើងដឹងហើយថាការបង្កើតក្រុមលក់មិនជារឿងងាយស្រួលប៉ុន្តែយើងត្រូវរកអ្នកណាដែលមាន sell DNA ដូចយើងដែរដែលចង់លក់ដូចយើងដែរដែលហ៊ានធ្វើសកម្មភាពដើម្បីទទួលបានតែ commission ដោយអត់មានប្រាក់ខែទេអញ្ចឹងក្រុមលក់មិនមានប្រាក់ខែទេក៏ប៉ុន្តែមាន override មាន bonus មាន incentive ក៏ដូចជាមាន commission អញ្ចឹងយើងត្រូវរកអ្នកណាដែលចូលចិត្តដូចយើងអញ្ចឹងបើគេមិនចូលចិត្តកម្រៃជើងសារដូចយើងហៅគេមកធ្វើជាក្រុមរបស់យើងមិនទៅរួចទេត្រូវការអ្នកណាដែលបដូរផ្ដាច់ស្រឡាញ់លុយហើយស្រឡាញ់ជាកម្រៃជើងសារពួកកម្រៃជើងសារវាអត់ដែនកំណត់ទេចឹងធ្វើបានធ្វើមិនបានអត់គឺយុទ្ធធម៌មែនទេនៅក្នុងវិស័យនេះលោកធ្វើបានគឺបានលុយធ្វើមិនបានគឺអត់លុយអត់អាច LL បានទេអញ្ចឹងត្រូវការអ្នកណាដែល smart ដូចយើងដែរអញ្ចឹងក្រុមរបស់យើងចាប់ដើមពីថ្នាក់ដឹកនាំមុនអញ្ចឹងថ្នាក់ដឹកនាំកុំយកចាស់ពេកបាទមិនមនុស្សចាស់ធ្វើការមិនកើតទេក៏ប៉ុន្តែផ្នែកលក់ត្រូវការអ្នកដែល active ត្រូវការអ្នកដែលសុខភាពល្អអីផ្សេងៗអញ្ចឹងខ្ញុំមានរូបមន្តគឺ 10 knockout factors ប៉ុន្តែខ្ញុំនឹងមិនបង្ហាញក្នុងវីដេអូនេះទេអញ្ចឹងយើងត្រូវមានអាហ្នឹងបាទអញ្ចឹងបងប្អូនអាចប្រើរូបមន្តខ្លួនឯងបានបើខ្ញុំនៅតែលើកប្រើរូបមន្ត 10 knockout factors ក្នុងការសាងក្រុមលក់